អូខេទាំងអស់គ្នាស្វាគមន៍មកកាន់ Fin Empower ហើយក៏អបអរសាទរផងដែរដែលទាំងអស់គ្នាបានសម្រេចចិត្តត្រឹមត្រូវមួយទៀតហើយនៅក្នុងការស្វែងរកចំណេះដឹងផ្នែកហិរញ្ញវត្ថុដាក់ខ្លួនពិសេសគឺចំណេះដឹងនៅក្នុងការវិនិយោគនេះតែម្ដងវាពិតជាសំខាន់មែនតើនៅក្នុងវីដេអូនេះដំបូងគឺយើងនឹងនិយាយទាក់ទងជាមួយនឹងគោលបំណងដែលយើងបង្កើត call នេះឡើងដើម្បីកុំឲ្យទាំងអស់គ្នាគិតថាអូខេចូលរួម call ហ្នឹងដើម្បីអីទៅអញ្ចឹង call របស់យើងគឺមានគោលបំណងដើម្បីជួយឲ្យទាំងអស់គ្នានៅក្នុងការបង្កើតហើយនឹងការពារដងទ្រព្យយើងប្រើពាក្យបង្កើតហើយនឹងការពារដងទ្រព្យណាតាមរយៈការធ្វើជាម្ចាស់របស់ទ្រព្យល្អៗដែលមាននៅក្នុងទីផ្សារអញ្ចឹងរបៀបដែលយើងបង្កើតហើយនឹងការពារដងទ្រព្យគឺបែបហ្នឹងធ្វើជាម្ចាស់របស់ទ្រព្យល្អៗដែលមាននៅក្នុងទីផ្សារខ្ញុំប្រើពាក្យដងទ្រព្យដោយសារតែខ្ញុំស្រឡាញ់ពាក្យហ្នឹងមែនតើប៉ុន្តែបងប្អូនអាចប្រើពាក្យអីក៏បានដែរហើយនៅក្នុងខនេះគឺយើងនឹងនាំផ្លូវអ្នកទាំងអស់គ្នាដើរតាំងពីដើមរហូតដល់ចប់មានន័យថាតើគួរតែត្រៀមអីគេខ្លះទៅនៅក្នុងដំណើរការបង្កើតទ្រព្យរបស់យើងជាមួយនឹងការវិនិយោគបែបហ្នឹងហើយគួរតែធ្វើអីគេខ្លះហើយគួរតែមិនត្រូវធ្វើអីគេខ្លះជាមួយគ្នានឹងដែរព្រោះបើសិនជាទាំងអស់គ្នាអត់ដឹងពីរបៀបនៅក្នុងការបង្កើតទេច្បាស់ណាស់អាចនឹងប្រឈមមុខជាមួយនឹងការខាតបង់ផ្សេងៗសំណួរមួយទៀតដែលទាំងអស់គ្នាអាចនឹងសួរនោះគឺតើយើងធ្វើជាម្ចាស់របស់ទ្រព្យល្អៗទាំងនោះរបៀបណាទៅអូខេឲ្យងាយយល់យើងធ្វើជាម្ចាស់របស់ទ្រព្យល្អៗទាំងនោះតាមរយៈការវិនិយោគទៅលើអីវិនិយោគទៅលើក្រុមហ៊ុនធំមួយចំនួនដែលមាននៅក្នុងប្រទេសអាមេរិកគឺយើងយកប្រទេសអាមេរិកមកធ្វើជាទីតាំងរបស់យើងដើម្បីបង្កើតទ្រព្យណាហើយសំណួរមួយទៀតដែលទាំងអស់គ្នាអាចនឹងសួរគឺហេតុអីបានជាយកប្រទេសអាមេរិកអូខេគឺយើងមានហេតុផលរបស់យើងហើយនៅក្នុងវីដេអូហ្នឹងទាំងអស់គ្នានឹងយល់ថាហេតុអីបានជាយើងរើសយកប្រទេសអាមេរិកមកវិនិយោគដើម្បីបង្កើតទ្រព្យហើយក្រុមហ៊ុនធំៗដែលទាំងអស់គ្នានឹងទិញឬក៏នឹងធ្វើជាម្ចាស់កម្មសិទ្ធិគឺអូខេវាមានមួយចំនួនធំដែលយើងធ្លាប់ស្គាល់កន្លងមកហើយដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Apple ក្រុមហ៊ុន Nvidia Meta ដែលយើងស្គាល់ថាជាម្ចាស់របស់ Facebook ណា Google អូខេ Amazon អញ្ចឹងក្រុមហ៊ុនធំទាំងអស់ហ្នឹងគឺវាជាគោលដៅរបស់យើងហើយដែលយើងនឹងទិញដែលយើងនឹងធ្វើជាម្ចាស់ឬក៏ធ្វើជាម្ចាស់របស់វាហើយយកវាមកធ្វើជាទ្រព្យរបស់យើងនៅពេលអនាគតបងប្អូនអាចគិតម្ចាស់ក៏បានដែរខ្ញុំប្រើពាក្យដងទ្រព្យវាយើងអាចប្រើពាក្យអីផ្សេងក៏បានដូចជាម៉ាស៊ីនព្រីនលុយក៏បានអត់បញ្ហាទេយើងអាចថាអូខេម៉ាស៊ីនព្រីនលុយរបស់ខ្ញុំហ្នឹងគឺជាដងទ្រព្យរបស់ខ្ញុំហ្នឹងគឺជាម៉ាស៊ីនព្រីនលុយមួយណាក៏បានដែរនិយាយទៅគឺពេលដែលយើងមានដងទ្រព្យវាប្រៀបដូចជាយើងមានម៉ាស៊ីនព្រីនលុយមួយចឹងមានន័យថាវាល្អសម្រាប់យើងសម្រាប់គ្រួសារចឹងទៅអញ្ចឹងសម័យមួយថាបើសិនជាទាំងអស់គ្នាមានម៉ាស៊ីនព្រីនលុយមួយសម្រាប់ខ្លួនឯងសម្រាប់គ្រួសារខ្លួនឯងតើទាំងអស់គ្នានឹងមានសេរីភាពផ្នែកហិរញ្ញវត្ថុកម្រិតណាទៅទាំងអស់គ្នានឹងអាចធ្វើការងារដោយខ្លួនឯងស្រឡាញ់នឹងកម្រិតណាទៅទាំងអស់គ្នានឹងរីករាយជាមួយជីវិតរបស់ខ្លួនឯងកម្រិតណាទៅមានន័យថាទាំងអស់គ្នារស់នៅដោយមិនចាំបាច់ព្រួយបារម្ភខ្វាយខ្វល់ជាមួយនឹងរឿងលុយកាក់ផ្សេងទេព្រោះទាំងអស់ហ្នឹងវាជាអាចថាជាបញ្ហាធំមួយសម្រាប់មនុស្សយើងគ្រប់គ្នាអញ្ចឹងបើសិនជាយើងចំណាយពេលបង្កើតទ្រព្យហើយយើងទទួលបានម៉ាស៊ីនព្រីនលុយមួយអូខេវាគឺជារឿងមួយដែលល្អយើងវិនិយោគក្នុងគោលបំណងដើម្បីគឺដើម្បីបង្កើតដងទ្រព្យឬក៏ដើម្បីបង្កើតម៉ាស៊ីនព្រីនលុយមួយសម្រាប់ខ្លួនឯងនៅពេលអនាគតមានន័យថាដល់ពេលនោះគឺអូខេយើងអាចរីករាយជាមួយជីវិតរបស់យើងដោយមិនចាំបាច់ខ្វាយខ្វល់ជាមួយនឹងបញ្ហាលុយកាក់ទេព្រោះយើងមានទ្រព្យរបស់យើងជាអ្នកអារម្មណ៍ទៅលើរឿងទាំងអស់ហ្នឹងហើយវាជួយដោះស្រាយបញ្ហារបស់យើងហើយនៅក្នុងហ្នឹងពេលដែលយើងនិយាយពីដងទ្រព្យវាមានពីរចំណុចសំខាន់ដែលយើងត្រូវតែបដោតដែរនិយាយទៅគឺអត់អាចរំលងបានពីរចំណុចហ្នឹងទីមួយគឺតកតងជាមួយនឹងការបង្កើតដងទ្រព្យឲ្យបានជាមុនសិនហើយទីពីរគឺតកតងជាមួយនឹងការការពារដងទ្រព្យរបស់យើងហ្នឹងមានន័យថាតែការទី1គឺយើងត្រូវតែផ្ដោតទៅលើការបង្កើតទ្រព្យរបស់យើងឲ្យបានជាមុនសិនបន្ទាប់ពីយើងបង្កើតបានហើយដល់ពេលការទី2គឺយើងត្រូវតែចំណាយពេលឬក៏មានវិធីសាស្ត្រនៅក្នុងការបៀតទ្រព្យទាំងអស់ហ្នឹងឲ្យនៅគង់វង្សអញ្ចឹងសំណួរមួយទៀតដែលបងប្អូនអាចនឹងសួរនោះគឺតើយើងគួរតែចាប់ផ្ដើមបង្កើតទ្រព្យឲ្យខ្លួនឯងហ្នឹងពេលណាទៅអាយុប្រហែលទៅដើម្បីឆ្លើយជាមួយសំណួរនេះវាអាចថាយើងត្រូវមើលទៅលើបន្ទាត់អាយុរបស់យើងសិនអញ្ចឹងនៅក្នុងនេះបន្ទាត់អាយុគឺខ្ញុំបែងចែកជា3គណៈការតើបងប្អូនអាចបែងចែកជាប្រមាណក៏បានអត់បញ្ហាទេប៉ុន្តែសម្រាប់ខ្ញុំគឺ3គណៈការទី1គឺជាគណៈការនៅក្នុងការរៀនសូត្រទាំងចំណេះដឹងទូទៅនិងជំនាញពិសេសគឺជំនាញតែម្ដងបន្ទាប់ពីយើងមានជំនាញហើយអូខេយើងយកជំនាញរបស់យើងទៅប្រើនៅក្នុងគណៈការទី2គឺគណៈការនៅក្នុងការធ្វើការរកចំណូលដោយប្រើជំនាញដែលយើងបានរៀនហើយដំណាក់កាលទី3គឺជាដំណាក់កាលដែលយើងគិតថាដល់ពេលដែលយើងត្រូវរីករាយជាមួយនឹងជីវិតរបស់យើងហើយព្រោះយើងបានចំណាយពេលវេលារៀនសូត្រយើងចំណាយពេលវេលាដើម្បីរកលុយមកហើយអញ្ចឹងវាគួរតែមានពេលមួយដែលយើងត្រូវចំណាយពេលរីករាយជាមួយនឹងការងារដែលយើងខំធ្វើកន្លងមករីករាយជាមួយនឹងអ្វីដែលយើងមានកន្លងមកអញ្ចឹងបើសិនជាតើអរគ្នាក៏ដែរអូខេអត់ចង់រីករាយទេអាហ្នឹងក៏មិនដឹងថាមិនដែរប៉ុន្តែជីវិតបើសិនជាយើងអត់មានពេលរីករាយជាមួយនឹងអ្វីដែលយើងខំប្រឹងរកកន្លងមកទេអាចថាជីវិតរបស់យើងដូចជាអត់ន័យទេ
ចឹងត្រឡប់ទៅវិញកំឡុងពេលដែលយើងចាប់ផ្ដើមប្រកាន់ម៉ាស៊ីនបកាដែលដងទ្រាំរបស់យើងអាចថាគឺចន្លោះពេលនេះចន្លោះពេលដែលយើងមានជំនាញហើយយើងចាប់ផ្ដើមធ្វើការព្រោះពេលហ្នឹងគឺជាពេលដែលយើងមានចំណូលហើយតែតើជាមួយនឹងការបង្កើតទ្រាំឬក៏ដងទ្រាំដាច់ខាតទាំងអស់គ្នាត្រូវតែមានចំណូលមួយសិនត្រូវតែមានចំណូលបើសិនជាអត់មានប្រភពចំណូលទេវាពិបាកមែនទែននៅក្នុងការបង្កើតតែតើជាមួយប្រភពចំណូលនេះវាអាចអញ្ជើញដែរបើសិនជាទាំងអស់គ្នាមានលុយមកកញ្ចប់ទាំងអស់គ្នាអាចចាប់ផ្ដើមបង្កើតវាតែម្ដងក៏បានដែរតែបើសិនជាអត់មានទេទាំងអស់គ្នាអាចថាធ្វើការបានចំណូលប្រចាំខែអញ្ចឹងយើងក៏មានរបៀបនៅក្នុងការបង្កើតដែរហើយនៅក្នុងវីដេអូនេះគឺយើងនឹងនិយាយទៅលើលក្ខណៈបែបហ្នឹងសម្រាប់អ្នកដែលគាត់មានចំណូលប្រចាំខែគាត់អត់មានក្រែកឬក៏អត់មានលុយមកកញ្ចប់ធំទេអញ្ចឹងគឺយើងនឹងជួយគាត់បង្កើតចេញពីបារាយទៅដែលមានចំណូលប្រចាំខែអញ្ចឹងទាំងអស់គ្នាសាកសម័យមើលថាពេលដែលទាំងអស់គ្នាចំណាយពេលប្រហែលជាអាចថា20ឆ្នាំចុះនៅក្នុងការបង្កើតបន្ទាប់ពី20ឆ្នាំក្រោយមកអាចថាទាំងអស់គ្នាអាយុ40 45ឬក៏50ច្បាស់ណាស់គឺទាំងអស់គ្នានឹងទទួលបានទ្រព្យមួយកញ្ចប់ហើយឬក៏ទទួលបានដងទ្រព្យហើយមានដងទ្រព្យមួយសម្រាប់ខ្លួនឯងហើយពេលដែលទាំងអស់គ្នាមានដងទ្រព្យហើយអ្វីដែលទាំងអស់គ្នាអាចរំពឹងនោះគឺទាំងអស់គ្នានឹងមានជំរឿនឬក៏អាចនិយាយថាទាំងអស់គ្នាបានបង្កើតជំរឿនឲ្យខ្លួនឯងជំរឿនគេខ្លះទៅដែលទាំងអស់គ្នាបានបង្កើតបន្ទាប់ពីចំណាយពេលបង្កើតទ្រព្យមកគឺជំរឿននៅក្នុងការចង់ទៅធ្វើការក៏បានមិនចង់ក៏បានដែរបើសិនជាទាំងអស់គ្នាទៅធ្វើការគឺទៅធ្វើការដើម្បីតែសុបាយទេទៅធ្វើការជាមួយនឹងការងារដែលខ្លួនឯងស្រឡាញ់ទៅធ្វើការជាមួយនឹងមនុស្សដែលខ្លួនឯងចូលចិត្តតែប៉ុណ្្នឹងទេឬក៏បើសិនជាមិនចង់ទេទាំងអស់គ្នាអាចអូខេមិនចាំបាច់ធ្វើការក៏បានដែរព្រោះចំណាយពេលធ្វើការយូរហើយតែប្រហែលជាទាំងអស់គ្នានៅមិនស្ងប់នៅមិនសុខទេមើលទៅព្រោះធ្វើការអញ្ចឹងណាអញ្ចឹងអត់បញ្ហាទេធ្វើការក៏បានមិនធ្វើការក៏បានដែរតែបើទៅធ្វើការជាមួយនឹងមនុស្សដែលយើងស្រឡាញ់ធ្វើការជាមួយនឹងការងារដែលយើងចូលចិត្តតែប៉ុណ្ណេះទេគឺអត់មានបញ្ហាទេអាហ្នឹងគឺជាជំរឿនមួយដែលវាល្អមែនទែនសម្រាប់យើងព្រោះអត់មានសម្ពាធពីណាទេទៅធ្វើការគឺយើងបានចំណូលហើយយើងរីករាយជាមួយជីវិតបើមិនទៅធ្វើការគឺយើងនៅតែមានចំណូលដែរព្រោះអីព្រោះទ្រព្យរបស់យើងហ្នឹងវាជួយរ៉ាំរងទៅលើថ្លៃចំណាយផ្សេងហ្នឹងហើយអញ្ចឹងអានេះគឺជារឿងទាំងពីរដែលទាំងអស់គ្នាអាចថាត្រូវតែគិតគូរពេលដែលចង់បង្កើតដងទ្រព្យឲ្យខ្លួនឯងបានអូខេតើតើជាមួយនឹងដំណើរការនៅក្នុងការបង្កើតដងទ្រព្យឲ្យខ្លួនឯងអ្នកដែលមានការងារដែលមានចំណូលប្រចាំខែអញ្ចឹងអានេះគឺជា plan វាគឺជាអាចថាជាលំនាំនៅក្នុងការបង្កើតដែរឧទាហរណ៍ទាំងអស់គ្នាមានជំនាញមួយហើយធ្វើការបានចំណូលប្រចាំខែអញ្ចឹងទទួលស្គាល់ថាជារៀងរាល់ខែគឺទាំងអស់គ្នាទទួលបានចំណូលពីប្រាក់ខែហើយយកមកចាយវាយកមកចាត់ចែងនៅក្នុងគ្រួសារអញ្ចឹងទៅអញ្ចឹងវាអាចបែងចែកទៅជាពីរផ្នែកធំពេលដែលយើងមានចំណូលណាគឺឬក៏ពេលដែលយើងទទួលបានចំណូលណាទីមួយគឺយើងដកមួយផ្នែកសម្រាប់រ៉ាប់រងទៅលើថ្លៃចំណាយទាំងចំណាយចាំបាច់និងចំណាយមិនចាំបាច់ទទួលស្គាល់ហើយថាពេលហ្នឹងគឺយើងត្រូវតែបែងចែករ៉ាប់រងទៅលើចំណាយផ្សេងដូចជាការហូបចុកថ្លៃផ្ទះទឹកភ្លើងជាដើមឬក៏ចំណាយដែលមិនចាំបាច់ផ្សេងដូចជាយើងចំណាយដើម្បីទិញសម្លៀកបំពាក់ថតកាហ្វេឬក៏ជួបជុំអីលក្ខណៈបែបអញ្ចឹងទៅអញ្ចឹងសរុបទាំងអស់គឺយើងដកមួយផ្នែកដើម្បីរ៉ាប់រងទៅលើថ្លៃចំណាយហើយសល់មួយផ្នែកទៀតគឺយើងអាចថាជាប្រភេទលុយដែលយើងនៅសល់បន្ទាប់ពីយើងដកទៅលើថ្លៃចំណាយផ្សេងៗទាំងអស់ហ្នឹងហើយអញ្ចឹងគឺអាចថាសល់លុយវាអាស្រ័យលើទាំងអស់គ្នាទេបើសិនជាទាំងអស់គ្នាមានទម្លាប់ល្អគឺអាចថាសល់ប្រហែលជា 40-50% នៃចំណូលសរុបបន្តិចអញ្ចឹងបន្ទាប់ពីទាំងអស់គ្នាសល់លុយដែលនៅសល់ហ្នឹងវាអាចបែងចែកទៅជាពីរច្រកធំទៀតច្រកទី1គឺដាក់នៅក្នុងកញ្ចប់លុយប្រើប្រាស់ពេលចាំបាច់តែចាំថាមុននឹងយើងផ្ដើមបង្កើតទ្រព្យបានដាច់ខាតទាំងអស់គ្នាត្រូវតែមានលុយមកកញ្ចប់ទុកប្រើប្រាស់ពេលចាំបាច់ឲ្យខ្លួនឯងសិនព្រោះអាហ្នឹងវាគឺជាលបងសុវត្ថិភាពមួយដែលទាំងអស់គ្នាដាច់ខាតត្រូវតែមានអត់អាចរំលងបានទេមានន័យថាអត់មានទៅបង្កើតទ្រព្យដែលអត់មានលុយមកកញ្ចប់នោះទេអញ្ចឹងគឺត្រូវតែមានលុយមកកញ្ចប់នោះជាមុនបន្តមកទៀតចាំគិតទៅដល់ការបង្កើតទ្រព្យចាប់ផ្ដើមវិនិយោគអញ្ចឹងត្រូវតែដកលុយមកផ្នែកដើម្បីយកមកបញ្ចូលលុយមកកញ្ចប់នឹងរហូតដល់វាពេញអាចថាដំបូងគឺ6ខែបន្តមកទៀតគឺ12ខែពេលដែលលុយមកកញ្ចប់នឹងពេញហើយទាំងអស់គ្នាមានសុវត្ថិភាពហើយទាំងអស់គ្នាអាចចាប់ផ្ដើមមួយទៀតគឺសន្សំលុយដាក់នៅក្នុងកន្ត្រកឬក៏កញ្ចប់វិនិយោគពេលដែលទាំងអស់គ្នាធ្វើអញ្ចឹងមានន័យថាលុយដែលបានសន្សំហ្នឹងគឺសន្សំដើម្បីវិនិយោគដើម្បីអីដើម្បីបង្កើតដងទ្រព្យវិនិយោគដើម្បីបង្កើតទ្រព្យឲ្យខ្លួនឯងបង្កើតទ្រព្យឲ្យគ្រួសារនៅពេលអនាគតអាចហៅវាថាជាម៉ាស៊ីនព្រីនលុយទៅឬក៏យើងវិនិយោគដើម្បីសន្សំបង្កើតម៉ាស៊ីនព្រីនលុយមួយហើយទទួលស្គាល់ថាពេលដែលយើងធ្វើអញ្ចឹងចំណាយពេលប្រហែលជា15ឬក៏20ឆ្នាំច្បាស់ណាស់គឺយើងបានម៉ាស៊ីនព្រីនលុយឬក៏បានដងទ្រព្យមួយហើយដងទ្រព្យហ្នឹងចង់ក៏វាផ្ដល់ passive income ឲ្យទាំងអស់គ្នាដែរវាផ្ដល់ប្រភពចំណូលមួយដែលទាំងអស់គ្នាអត់ចាំបាច់ទៅធ្វើការ
ក៏វានៅតែជួយទាំងអស់គ្នាដែរអញ្ចឹងវានឹងផ្ដល់ទៅជាប្រភេទ passive income ឃើញទេដំបូងគឺយើងត្រូវចំណាយពេលដែលធ្វើការដើម្បីបានចំណូលដាច់ខាតអត់ទៅធ្វើការគឺអត់បានទេបន្ទាប់ពីយើងចំណាយពេលអស់រយៈពេលយូរឆ្នាំហើយ15ឬក៏20ឆ្នាំដែលយើងនិយាយគ្នាអញ្ចឹងទៅយ៉ាទាំងអស់គ្នាបានដងទ្រព្យមួយហើយដងទ្រព្យហ្នឹងច្បាស់ណាស់វានឹងធ្វើទៅជាម៉ាស៊ីនព្រីនលុយឲ្យទាំងអស់គ្នាបែប passive income អត់ខ្វល់ទេពេលហ្នឹងវាគឺជា plan មួយដែលយើងនឹងជួយអ្នកទាំងអស់គ្នានៅក្នុងការបង្កើតហើយលក្ខណៈនៅក្នុងការគួរធ្វើមិនបន្តទៀតយើងនឹងនិយាយលម្អិតនៅក្នុងបន្តទៀតអូខេបន្ទាប់ពីយើងបង្កើតវាបានហើយតែការសំខាន់របស់យើងបន្តទៀតគឺធ្វើម៉េចគឺយើងត្រូវការពារដងទ្រព្យដែលយើងបានបង្កើតហ្នឹងយ៉ាការពារវាឲ្យបានការពារវាមានសុវត្ថិភាពព្រោះតែបើសិនជាយើងបង្កើតហើយយើងអត់ចេះការពារវាទេវាក៏អត់មានសុវត្ថិភាពដែរវាអាចបាត់បង់ដោយប្រការណាមួយអញ្ចឹងបន្ទាប់ពីយើងចំណាយពេល15ឬក៏20ឆ្នាំបង្កើតវាហើយកិច្ចការសំខាន់ទី2គឺត្រូវតែការពារវាត្រូវតែមានលបងមួយការពារត្រូវតែមានរូបមន្តមួយដើម្បីការពារពីណាខ្លះទៅទី1គឺជនបោកប្រាស់ព្រោះថារាល់ថ្ងៃហ្នឹងជនបោកប្រាស់មួយចំនួនគឺកំពុងតែសន្លឹងមកលើយើងហើយឲ្យតែប្រហែលគឺធានាថាពួកគាត់នឹងជួយចាយលុយយើងហើយពួកគាត់មកខ្ចីលុយឬក៏ចងការប្រាក់នានាអូខេពួកគាត់បបួលរកស៊ីជាមួយគ្នាអូខេមិនដឹងក៏បាននឹងកតុយឬក៏ពួកគាត់បបួលវិនិយោគផ្សេងទាំងដែលមិនដឹងថាប្រភពនៅក្នុងការវិនិយោគនៅណាទេហើយបញ្ជាក់ណានៅក្នុងស្រុកយើងរាល់ថ្ងៃហ្នឹងគឺសម្បូរណាស់រឿងហ្នឹងវិនិយោគបោកប្រាស់ខ្ចីលុយដាច់លុយខ្ទេចរកស៊ីជាមួយគ្នាអាលំអាលេអញ្ចឹងគឺត្រូវតែការពារបានដែរបន្ទាប់ពីទាំងអស់គ្នាបង្កើតបានហើយទី2គឺអាចចាប់ខ្លួនឯងដែរទទួលស្គាល់ពេលដែលទាំងអស់គ្នាមានទ្រព្យសម្បត្តិលុយកាក់ហើយវាអាចនឹងទាំងអស់គ្នាធ្វើប្រហែលនៅក្នុងការដកយកមកចាយផ្ដេសផ្ដាស់ទិញសម្ភារៈផ្ដេសផ្ដាស់ទិញឡានទិញម៉ូតូទិញផ្ទះឬក៏សម្ភារៈអីមួយចំនួនទៀតដែលវាមិនចាំបាច់អញ្ចឹងគឺយើងត្រូវតែការពារកន្លែងហ្នឹងដែរមួយទៀតគឺតាក់ទងជាមួយនឹងខ្លួនឯងអាចមានទម្លាប់មួយទៀតគឺចាប់ផ្ដើមវិនិយោគខ្ជះខ្ជាវិនិយោគផ្ដេសផ្ដាស់ហ្នឹងគេបបួលទៅវិនិយោគតិចអត់គិតអីច្រើននេះគឺអាងតែខ្លួនមានលុយដកលុយយកទៅវិនិយោគអាហ្នឹងគឺជារឿងមួយដែលយើងត្រូវតែការពារដែរនិយាយចំគឺត្រូវតែមានរូបមន្តត្រូវតែមានរបៀបរបបនៅក្នុងការការពារដើម្បីឲ្យដងទ្រព្យរបស់យើងហ្នឹងវាមានសុវត្ថិភាពក្នុងរយៈពេលយូរតកូនតចៅអញ្ចឹងទៅអានេះគឺជារបៀបរបបនៅក្នុងការការពារដងទ្រព្យរបស់យើងឧទាហរណ៍ថាយើងបង្កើតវាបានបរិចប់ហើយយើងដឹងថាពីណាគេដែលអាចនឹងធ្វើឲ្យទ្រព្យរបស់យើងលាលំហើយយើងត្រូវតែមានរូបមន្តដើម្បីការពារអញ្ចឹងទាំងនេះគឺជារបៀបនៅក្នុងការដែលយើងការពារដងទ្រព្យរបស់យើងដើម្បីឲ្យវានៅគង់វង្សយូរវែងតកូនតចៅអញ្ចឹងទៅពួកយើងមិនចង់តែឲ្យវានៅជាមួយយើងឯងឲ្យវាជួយយើងឲ្យវាជួយកូនចៅរបស់យើងប្រពន្ធកូនរបស់យើងឲ្យមានសេរីភាពផ្នែកហិរញ្ញវត្ថុនឹងរហូតអញ្ចឹងទី1គឺយើងត្រូវមានរូបមន្តនៅក្នុងការដកលុយអញ្ចឹងបន្ទាប់ពីទាំងអស់គ្នាចំណាយពេលប្រកាន់ដកទ្រព្យនឹងបានហើយច្បាស់ណាស់គឺវានឹងអាចថាជួយព្រីនលុយជួយប្រកាន់លុយទាំងអស់គ្នានៅក្នុងកម្រិតណាមួយអញ្ចឹងយើងក៏ត្រូវតែមានរូបមន្តនៅក្នុងការដកលុយដែរតែយើងគួរតែដកទាំងអស់ទេតែយើងគួរតែដកកម្រិតណាយើងនឹងនិយាយគ្នាពេលបន្ទាប់ទៀតទី2គឺតែមានក្បួនវិនិយោគឲ្យបានត្រឹមត្រូវអាចនិយាយថាបើសិនជាមិនចាំបាច់ទេមិនគួរតែវិនិយោគផ្ដេសផ្ដាស់ទេតែបើសិនជាចង់វិនិយោគត្រូវតែរកអ្នកជំនាញជួយគិតគូរទៅលើហានិភ័យជាមុនសិនអញ្ចឹងត្រូវមានក្បួនច្បាប់ឲ្យបានត្រឹមត្រូវដែរហើយទី3គឺតាក់ទងជាមួយនឹងការគ្រប់គ្រងចំណាយឲ្យបានល្អពេលដែលទាំងអស់គ្នាមានលុយឬក៏មានទ្រព្យហើយទាំងអស់គ្នាអាចនឹងមានការធ្វើប្រហែលមួយចំនួនគឺអត់គ្រប់គ្រងទៅលើការចំណាយឲ្យបានត្រឹមត្រូវទេអញ្ចឹងវាអាចធ្វើដល់អ្នកគ្នាមានទម្លាប់មួយគឺចាយវាខ្ជះខ្ជាយអញ្ចឹងដាច់ខាតត្រូវតែមានរបៀបរបបនៅក្នុងការគ្រប់គ្រងឲ្យបានត្រឹមត្រូវដូចការពីដំបូងឡើយអញ្ចឹងត្រូវតែមានទាំង3ហ្នឹងទើបអាចការពារដងទ្រព្យរបស់យើងឲ្យវាមានសុវត្ថិភាពបានតាក់ទងជាមួយនឹងរូបមន្តនៅក្នុងការដកលុយពីដងទ្រព្យអញ្ចឹងដូចយើងនិយាយគ្នាអញ្ចឹងពេលដែលទាំងអស់គ្នាមានទ្រព្យមកចោលហើយមានដងទ្រព្យមួយហើយសន្មតថាទាំងអស់គ្នាឧទាហរណ៍ទាំងអស់គ្នាចំណាយពេលប្រហែលជា15ឬក៏20ឆ្នាំបង្កើតបានដងទ្រព្យមួយដែលមានទំហំទឹកប្រាក់$15,000អញ្ចឹងជារៀងរាល់ឆ្នាំវាអាចបង្កើតលុយឲ្យយើងប្រហែលជា15%ចុះក្នុងមួយឆ្នាំអញ្ចឹងបើសិនជាយើងអត់មានរូបមន្តនៅក្នុងការដកលុយទេវាអាចថាយើងទទួលគឺយើងដកលើសចំនួនដែលធ្វើឲ្យដងរបស់យើងហ្នឹងគឺចាប់ផ្ដើមរីងដែលធ្វើឲ្យទ្រព្យរបស់យើងចាប់ផ្ដើមហិនហោចទៅអញ្ចឹងដាច់ខាតតែមានរូបមន្តនៅក្នុងការដកដែរហើយសម្រាប់ខ្ញុំគឺណែនាំឲ្យចន្លោះពី50 60ឬក៏ច្រើនផុតទៅ70%ចុះប៉ុន្តែឥឡូវយើងនិយាយរូបមន្តដកលុយចេញពីដងទ្រព្យរបស់យើង60%ប៉ុន្តែយើងគួរតែដក60%នៃប្រមាណគឺដក60%នៃលុយដែលវាបង្កើតឲ្យយើងនៃលុយដែលវាចំណេញឧទាហរណ៍ថាក្នុងមួយឆ្នាំវាឲ្យយើងឬក៏វាចំណេញ15%អញ្ចឹង15%នៃ150000គឺវាប្រហែលជា22,500អញ្ចឹងមានន័យថាយើងដក60%នៃ22,500ហ្នឹងដើម្បីយកមករ៉ាប់រងថ្លៃចំណាយប្រចាំខែរបស់យើងអញ្ចឹងបើសិនជាយើងគិតទៅអូខេ
ទឹកជាលុយមានប្រមាណទៅ16% 60% នៃ 22,500 ហ្នឹងគឺវាប្រហែលជា 13,500 អញ្ចឹងក្នុងមួយឆ្នាំគឺយើងដកប្រហែលជា 13,500 ទេដើម្បីយកមករ៉ាប់រងនៅក្នុងការចាយវាយប្រចាំខែរបស់យើងហើយសល់ប្រហែលទៀតគឺច្បាស់ណាស់គឺវានៅសល់ 9,000 ទៀតអញ្ចឹង 9,000 ហ្នឹងគឺយើងអត់យកតាណាទេគឺយើងបញ្ចូលទៅក្នុងទ្រព្យរបស់យើងវិញឃើញទេយើងដកយកមកចាយមួយផ្នែកហើយសល់មួយផ្នែកទៀតគឺយើងបញ្ចូលទៅក្នុងទ្រព្យរបស់យើងទៅដែរអញ្ចឹងមានន័យថាទ្រព្យរបស់យើងគឺពីមួយឆ្នាំទៅមួយឆ្នាំវាកាន់តែកើនឡើងហើយវាអត់ហិនហោចទេវាអត់រីងទេគឺវាកើនឡើងដោយសារតែយើងមានរូបមន្តត្រឹមត្រូវនៅក្នុងការដកយកប្រើប្រាស់អូខេឥឡូវយើងនិយាយទៅជាមួយនឹងប្រភេទទ្រព្យដែលយើងគួរតែយកមកធ្វើជាម្ចាស់កម្មសិទ្ធិដូចយើងនិយាយគ្នាពីដំបូងអញ្ចឹងគឺយើងនឹងរកប្រភេទទ្រព្យមួយចំនួនដែលយើងអាចយកមកធ្វើជាកម្មសិទ្ធិដែលយើងអាចចំណាយលុយទិញយកមកធ្វើជាកម្មសិទ្ធិប៉ុន្តែតើគួរតែរើសទ្រព្យប្រភេទអីទៅវាមានទ្រព្យច្រើនណាស់មែនអត់នៅក្នុងទីផ្សារអូខេវាអាចមានជាប្រភេទពួកអចលនទ្រព្យអូខេវាមានជាប្រភេទពួកក្រុមហ៊ុនឬក៏ stock market វាមានប្រភេទជា business វាមានប្រភេទជាការដាក់លុយនៅក្នុងធនាគារប៉ុន្តែនៅក្នុងចំណោមទាំងអស់ហ្នឹងតើមួយណាវាស័ក្តិសមជាមួយយើងដែលជាអ្នកធ្វើការទទួលបានចំណូលប្រចាំខែទៅអញ្ចឹងមុននឹងឆ្លើយសំណួរហ្នឹងគឺយើងវាអាចថាទៅមើលទៅលើប្រភេទលក្ខណៈមួយចំនួនដែរដូចជាអីបើសិនជាយើងធ្វើការបានប្រាក់ខែ 6,700 យើងដកចាយវាអស់ប្រហែលទៅនៅសល់ប្រហែលជា 2,300 ពេលដែលយើងសល់ប៉ុណ្ណឹងវាពិបាកនៅក្នុងការយកទៅវិនិយោគជាមួយអចលនទ្រព្យព្រោះដើម្បីទិញអចលនទ្រព្យបានគឺយើងត្រូវការលុយមកកញ្ចប់ធំបើមិនអញ្ចឹងទេគឺយើងត្រូវប្រើបំណុលបំណុលហ្នឹងឯងដែលអាចធ្វើយើងវាន់កពេលណាមួយអញ្ចឹងគឺត្រូវប្រយ័ត្នប្រយែងកន្លែងហ្នឹងដែរអញ្ចឹងសម្រាប់អចលនទ្រព្យវាអាចថាបានប៉ុន្តែទាំងអស់គ្នាត្រូវតែមានចំណូលឬក៏ត្រូវមានលុយមកកញ្ចប់ធំដែរតែបើមិនមានទេពិបាកនៅក្នុងការវិនិយោគជាមួយវាព្រោះបើសិនជាទាំងអស់គ្នាមានចំណូលប្រចាំខែហើយខាសល់ 2,300 ចុះអញ្ចឹងមួយខែគឺយើងអាចទៅទិញអចលនទ្រព្យមួយផ្នែកទូច 2,300 បានហើយបើទិញគឺត្រូវទិញទាំងអស់អញ្ចឹងគឺពិបាកសម្រាប់យើងប៉ុន្តែនៅក្នុងនេះគឺសម្រាប់ទីផ្សារទីហ៊ុនយើងមានប្រមាណគឺយើងវិនិយោគបានប៉ុណ្ណឹងដូចគ្នាអត់ខ្វល់ទេរាល់ខែក៏បានរាល់អាទិត្យក៏បានរាល់ថ្ងៃក៏បានដែរឲ្យតែមានលុយប្រមាណក៏បានដែរអញ្ចឹងគឺទាំងអស់គ្នាអាចវិនិយោគបានតាមចិត្តទាំងអស់អត់បញ្ហាទេឃើញទេកន្លែងហ្នឹងមួយជាអ្វីដែលវាធ្វើឲ្យទាំងអស់គ្នាមានការថាអាចទិញបានគ្រប់ពេលគ្រប់វេលាហើយចំនួនលុយប្រមាណក៏បានដែរអត់រើសទេឲ្យតែមានលុយតិច$50ក៏បាន$100ក៏បាន$200ក៏បាន$500ក៏បាន$1,000ក៏បាន$10,000ក៏បានឲ្យតែមានលុយអញ្ចឹងគឺវាស័ក្តិសមជាមួយនឹងពួកយើងដែលជាអ្នកធ្វើការបានចំណូលប្រចាំខែទី3គឺប្រភេទអាជីវកម្មវាអាចថាល្អដែរពេលដែលយើងមានគំនិតនៅក្នុងការបើកអាជីវកម្មដើម្បីបង្កើតទ្រព្យឲ្យខ្លួនឯងប៉ុន្តែត្រូវទទួលស្គាល់ថាអាជីវកម្មវាមានការប្រកួតប្រជែងច្រើនហើយវាមានហានិភ័យច្រើនពិសេសគឺវាត្រូវការដើមទុនដែរហើយមិនប្រកាសថាដាក់មួយឆ្នាំពីរឆ្នាំដំបូងវាអាចឲ្យយើងជោគជ័យទេអញ្ចឹងអាចថាវាពិបាកសម្រាប់យើងដែរអ្នកធ្វើការបានចំណូលតិចតួចតម្រាំតែមានលុយមកកញ្ចប់ធំបើកអាជីវកម្មវាទៅចំណាយពេលយូរដែរអញ្ចឹងវាពិបាកសម្រាប់យើងមួយទៀតតទៅជាមួយធនាគារវាអាចថាបើសិនជាយើងមានលុយដាក់ធនាគារវាស្រួលហើយប៉ុន្តែភាគរយដែលយើងទទួលបានពីធនាគារផលចំណេញអាចថា 6% ធនាគារខ្លះឲ្យ 5% ធនាគារខ្លះឲ្យ 6% ឥឡូវយើងសន្មត់ថា 6% ចុះអញ្ចឹងវាតិចមែនតើតម្រាំតែយើងសល់លុយមកកញ្ចប់ធំធ្វើជាទ្រព្យវាធ្វើចំណាយពេលមិន10-20 ឆ្នាំទេសូមទួ50-60 ឆ្នាំអីចឹងទៅយូរឃើញអញ្ចឹងយើងអត់ចង់បានអញ្ចឹងទេអញ្ចឹងជំរឿនដែលល្អគឺប្រភេទនេះអានេះគឺជាមូលហេតុមួយដែលយើងរើសយកប្រភេទក្រុមហ៊ុនធំៗនៅសហរដ្ឋអាមេរិកយកមកវាយតម្លៃហើយវិនិយោគលុយបង្កើតទ្រព្យឲ្យយើងនៅពេលអនាគតតើគ្នាទីទៀតនឹងដឹងថាហេតុអីបានជាយើងរើសយកប្រភេទទ្រព្យក្រុមហ៊ុនធំៗយកមកវិនិយោគវាមានហេតុផលមួយចំនួនទៀតដែលយើងស្ដាប់ទៅគឺអូខេស័ក្តិសមជាមួយយើងដែលជាអ្នកធ្វើការមានចំណូលប្រចាំខែមែនអញ្ចឹងសំណួរសួរតើទាំងអស់គ្នាចង់បានបែបហ្នឹងអត់ចង់បានអីគេទៅគឺចង់បានទ្រព្យមកកញ្ចប់ឬក៏ចង់បានដងទ្រព្យមួយសម្រាប់ខ្លួនឯងអត់បើសិនជាទាំងអស់គ្នាចង់បានកិច្ចការដែលត្រូវធ្វើគឺវិនិយោគលុយដែលទាំងអស់គ្នាបានធ្វើការទទួលបានចំណូលប្រចាំខែហ្នឹងហើយបន្ទាប់ពីដកថ្លៃចំណាយហើយសល់ប្រហែលគឺត្រូវផ្ដោតទៅលើការវិនិយោគដើម្បីបង្កើតទ្រព្យឲ្យខ្លួនឯងនៅពេលអនាគតកុំភ័យពេលដែលទាំងអស់គ្នាចំណាយពេលបង្កើតទ្រព្យឲ្យខ្លួនឯងនៅពេលអនាគតហើយអាទ្រព្យដែលបង្កើតបានហ្នឹងវានឹងផ្ដល់សេរីភាពផ្នែកហិរញ្ញវត្ថុឲ្យទាំងអស់គ្នាអញ្ចឹងចង់ពេលមួយគឺទាំងអស់គ្នានឹងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុហ្នឹងឯងគេហៅថាសេរីភាពផ្នែកហិរញ្ញវត្ថុពិតប្រាកដដែលវាបានមកពីទ្រព្យរបស់យើងវាជួយយើងអីគេខ្លះទៅដែលយើងចង់បានវាអាចថាជាប្រភេទដែលយើងចង់បានផ្សេងៗគ្នាទេឥឡូវនេះគឺជា3ដែលអាចថាយើងគ្រប់គ្នាចង់បានដែរសម្រាប់ខ្ញុំក៏ខ្ញុំដែរទី1ធ្វើការងារដែលយើងស្រឡាញ់អត់ខ្វល់ទាំងអស់ការងារដែលយើងស្រឡាញ់ធ្វើតែបើអត់ស្រឡាញ់ទេអត់ខេធ្វើតែពួកយើងមានជំនឿតែទី2គឺទាំងអស់គ្នាអាចធ្វើការជាមួយនឹងមនុស្សដែលខ្លួនឯងចូលចិត្ត
អូខេឧទាហរណ៍ថាទាំងអស់គ្នាដែលធ្វើការជាមួយនឹងមេដែលមិនចូលចិត្តអូខេ resign លាលែងពីការងារហ្នឹងទៅរកការងារថ្មីដែលមានក្រុមមនុស្សដែលយើងអូខេគឺថាអាចធ្វើការជាមួយបានរីករាយនៅក្នុងការធ្វើការជាមួយគ្នា no problem ឃើញទេអាហ្នឹងសេរីភាពមួយទៀតដែរឬក៏បើសិនជាទាំងអស់គ្នាមិនចង់ទេគឺថាអូចំណាយពេលយូរឆ្នាំហើយបង្កើតទ្រព្យដល់ពេលដែលត្រូវសោយសុខហើយខ្ជិលធ្វើការលែងចង់ធ្វើការចង់សោយសុខម្ដងអូខេក៏បានដែរគឺយើងអាចរីករាយជាមួយជីវិតអញ្ចឹងដើរលេងគ្រប់ខេត្តក្រុងដើរលេងក្នុងពិភពលោកអូខេ whatever លក្ខណៈបែបមានសេរីភាពឃើញអញ្ចឹងម្ដងទៀតណាគោលបំណងនៅក្នុងការវិនិយោគរបស់យើងគឺបែបហ្នឹងវិនិយោគដើម្បីបង្កើតទ្រព្យឲ្យខ្លួនឯងពេលដែលបង្កើតបានហើយអាទ្រព្យហ្នឹងវានឹងផ្ដល់សេរីភាពផ្នែកហិរញ្ញវត្ថុឲ្យយើងហើយអញ្ចឹងបានសួរថាតើទាំងអស់គ្នាចង់បានបែបហ្នឹងអត់សម្រាប់ខ្ញុំគឺអានេះគឺជាអ្វីដែលខ្ញុំចង់បានហើយខ្ញុំ plan ហើយខ្ញុំនឹងធ្វើវាបានពាក់កណ្ដាលផ្លូវហើយអូខេឥឡូវយើងមកមើល fun fact មួយចំនួនការពិតមួយចំនួនដែលទាំងអស់គ្នាគួរតែដឹងដែរទាក់ទងជាមួយនឹងរឿងលុយកាក់ហ្នឹងវាអាចថាការពិតដែលមិនធ្លាប់មាននិយាយកាលពីមុនមកឬក៏ជាការពិតមួយដែលទាំងអស់គ្នាអាចនឹងយល់ខុសដែរទីមួយគឺទាក់ទងជាមួយនឹងការពិតនៅក្នុងការសន្សំលុយការសន្សំលុយគឺវាមិនអាចឲ្យយើងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុទេស្រាប់តែច្បាស់ណាការសន្សំលុយតែម្យ៉ាងគឺអាចឲ្យយើងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុទេវាគ្រាន់តែឲ្យយើងមានលុយប្រើប្រាស់តែប៉ុណ្្នឹងទេវាគ្រាន់តែឲ្យយើងមានលុយសម្រាប់យកមករ៉ាប់រងឬក៏មានលុយនៅក្នុងខ្លួនតែប៉ុណ្្នឹងទេប៉ុន្តែវាអត់ជួយយើងឲ្យមានសេរីភាពផ្នែកហិរញ្ញវត្ថុបានទេអញ្ចឹងការពិតរបស់វាគឺសន្សំលុយដើម្បីវិនិយោគជាមួយទ្រព្យល្អទើបធ្វើឲ្យយើងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុពិតប្រាកដ keyword របស់វាគឺសន្សំលុយដើម្បីវិនិយោគជាមួយទ្រព្យល្អណាទើបទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុពិតប្រាកដសន្សំលុយមួយយ៉ាងគឺអត់តាន់ទេសន្សំលុយគឺធ្វើឲ្យយើងមានលុយតែប៉ុណ្ណឹងប៉ុន្តែសន្សំលុយដើម្បីវិនិយោគជាមួយទ្រព្យល្អទើបធ្វើឲ្យយើងទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុពិតប្រាកដដូចយើងឧទាហរណ៍មួយហ្នឹងគឺសន្សំលុយដើម្បីវិនិយោគថាការវិនិយោគរបស់យើងហ្នឹងវានឹងធ្វើទៅជាឬក៏វានឹងកើតទៅជានឹងទ្រព្យរបស់យើងដែរទី2ការវិនិយោគក៏មិនប្រកាសថាធ្វើឲ្យលុយរបស់យើងកើនឡើងនោះដែរអានេះគឺជាពាក្យដែលអ្នកវិនិយោគបោកប្រាស់មួយចំនួនចូលចិត្តប្រើមានលុយយកទៅវិនិយោគទៅអូខេល្អមានលុយយកទៅវិនិយោគទៅល្អប៉ុន្តែពិតអត់អញ្ចឹងទេការវិនិយោគមិនប្រកាសថាធ្វើឲ្យលុយរបស់យើងកើនឡើងទេពួកអីព្រោះការវិនិយោគអាចមាន2ផ្នែកការវិនិយោគដែលត្រឹមត្រូវនិងការវិនិយោគដែលមិនត្រឹមត្រូវហើយការវិនិយោគដែលមិនត្រឹមត្រូវធ្វើឲ្យលុយរបស់យើងលាយការវិនិយោគដែលត្រឹមត្រូវទៅធ្វើឲ្យលុយរបស់យើងកើនឡើងអញ្ចឹង fun fact របស់វាការពិតរបស់វាគឺមានតែការវិនិយោគជាមួយទ្រព្យល្អទេបញ្ជាក់ណាមានតែការវិនិយោគជាមួយទ្រព្យល្អទេដែលអាចធ្វើឲ្យលុយរបស់យើងកើនឡើងយ៉ាងមានសុវត្ថិភាព keyword របស់វាគឺទ្រព្យល្អណាវិនិយោគជាមួយទ្រព្យល្អទើបធ្វើឲ្យលុយរបស់យើងកើនឡើងអូខេអញ្ចឹងបើសិនជាទាំងអស់គ្នាចង់ទទួលបានសេរីភាពផ្នែកហិរញ្ញវត្ថុដាច់ខាតត្រូវតែវិនិយោគលុយទៅរកបានហ្នឹងឲ្យបានត្រឹមត្រូវហើយអាពេលវិនិយោគឲ្យបានត្រឹមត្រូវហ្នឹងគឺងាយយល់ជាការវិនិយោគដែលមានក្បួនច្បាប់ជាការវិនិយោគដែលគិតគូរទៅលើហានិភ័យជាការវិនិយោគដែលគិតគូរទៅលើប្រភេទទ្រព្យល្អអាហ្នឹងគឺគេហៅថាការវិនិយោគដែលមានក្បួនច្បាប់ហើយអញ្ចឹងបើសិនជាអ្នកនរគ្នាធ្វើអញ្ចឹងបានអូខេចំណាយពេលប្រហែលជា10ទៅ20ឆ្នាំអ្នកនរគ្នានឹងទទួលបានទ្រព្យមួយឬក៏ទទួលបានទ្រព្យមួយសម្រាប់ខ្លួនឯងដែលវាអាចនឹងផ្ដល់សេរីភាពផ្នែកហិរញ្ញវត្ថុពិតប្រាកដឲ្យទាំងអស់គ្នាហើយឥឡូវយើងសង្ខេបមេរៀនរបស់យើងទៅអូខេគោលបំណងនៅក្នុងការវិនិយោគរបស់យើងគឺបែបហ្នឹងយើងមានទ្រព្យមួយចង់វិនិយោគដើម្បីបង្កើតដណ្ដងទ្រព្យឲ្យខ្លួនឯងតាមរយៈការធ្វើជាម្ចាស់របស់ក្រុមហ៊ុនធំនៅសហរដ្ឋអាមេរិកជាក្រុមហ៊ុនដែលល្អជាក្រុមហ៊ុនដែលនឹងធ្វើឲ្យលុយរបស់យើងកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំពិតប្រាកដតែសំណួរសួរថាតើមិនបានយើងដឹងថាវាកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំវាមាន key number មួយចំនួនលេខតួលេខមួយចំនួនតែន័យមួយចំនួនដែលយើងមើលហើយអូខេវាពិតជាអញ្ចឹងមែនសុភ័យនៅក្នុងខនេះទាំងអស់គ្នានឹងដឹងពិតប្រាកដហើយហើយត្រង់នេះជាក្រុមហ៊ុនធំមួយចំនួនដែលវាពេញនិយមដែលវាល្បីដែលវាបានជួយអ្នកវិនិយោគរាប់លានអ្នកមកហើយនៅសហរដ្ឋអាមេរិកឬក៏នៅជុំវិញពិភពលោកនៅក្នុងការបង្កើតទ្រព្យទីមួយក្រុមហ៊ុន Amazon ទាំងអស់គ្នាស្គាល់ហើយក្រុមហ៊ុន Amazon Nvidia អូខេក្រុមហ៊ុន Meta ដែលជាម្ចាស់របស់ Facebook យើងលេងរាល់ថ្ងៃហ្នឹងក្រុមហ៊ុន Microsoft ដែលជាម្ចាស់របស់ Word Excel PowerPoint ក្រុមហ៊ុន Google អូខេទាំងអស់គ្នាស្គាល់ហើយយើងមើល Facebook យើងមើល YouTube យើងប្រើ Google Map យើង search ហ្នឹងក្រុមហ៊ុន Apple អ្នកប្រើប្រាស់ iPhone ដឹងហើយមែនអត់ក្រុមហ៊ុន Visa Card ក្រុមហ៊ុន Netflix អញ្ចឹងអានេះគឺជាក្រុមហ៊ុនធំមួយចំនួនដែលវាជា target ដែលវាជាគោលដៅរបស់យើងនៅក្នុងការទិញយកមកធ្វើជាទ្រព្យដើម្បីបង្កើតជាទ្រព្យរបស់យើងនៅក្នុងរយៈពេលវែងអូខេ